មួយមុខនេះត្រូវមាច់ហ្មងបងប្អូនអរគ្នាសម្រាប់អ្នកដុតស្រួលខ្លួនសាប់មាត់សាប់កអីអញ្ចឹងយើងញ៉ាំជូជូហិលហើយហត់ក្តៅបែកញើសខ្ចាយហ្មងបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមកធ្វើជាមួយនឹងតុងយ៉ាំគ្រឿងសមុទ្រហើយយើងធ្វើជាមួយនឹងទឹកថ្លាបងប្អូនយើងបានដាក់ទៅដោះគោឆៅទេហើយថ្ងៃនេះខ្ញុំប្រើកូនខ្ញុំឲ្យទៅកាត់គល់លក្រីបងប្អូនមើលកូនស្រីខ្ញុំគាត់កាត់មកពាក់កណ្ដាលគល់តែម្ដងតែអីទេនេះជាបទពិសោធន៍របស់គាត់ប្រាប់គាត់ហើយថាលើក្រោយកាត់គល់លក្រីឲ្យកាត់ដល់គល់វាតែហ្មងមកកុំឲ្យកាត់ពាក់កណ្ដាលអញ្ចឹងវាសល់ខូចវាដុះមកក៏អត់ល្អហើយកូនខ្ញុំហ្នឹងឥឡូវហ្នឹងប្រើតិចតួចបានហើយបងប្អូនដោយសារតែគាត់ធំដែរហើយអញ្ចឹងខ្ញុំចង់ឲ្យគាត់ចេះការងារផ្ទះអញ្ចឹងធម្មតាទេក្មេងដោយថាបើយើងមិនបរៀនគាត់ក៏គាត់អត់ចេះធ្វើដែរអញ្ចឹងដល់យើងប្រើគាត់ខ្លះអីខ្លះកុំឲ្យបដ ாய் ទុកឲ្យគាត់នៅលេងនៅមើលទូរស័ព្ទពេកក៏អត់ល្អដែរបងប្អូនអញ្ចឹងខ្ញុំជៀសវាងចង់ឲ្យគាត់អត់ចង់ឲ្យមើលទូរស័ព្ទទេអញ្ចឹងខ្ញុំចេះតែប្រើគាត់ទៅបងប្អូនអរគ្នាអីដែលប្រើបានអញ្ចឹងណាទៅពេលខ្លះបើយើងអត់ប្រើសោះគឺគាត់ខ្ជិលតែម្ដងហើយឥឡូវយើងងាកមកមើលជាដំបូងហ្នឹងខ្ញុំដាក់ទឹកឲ្យពុះសិនបន្ទាប់មកខ្ញុំបន្ថែមជាមួយគល់លក្រីរំដេងហើយយើងមានដាក់លក្រូចខ្ទឹមសហើយយើងបន្ថែមជាមួយនឹងខ្ទឹមក្រហមដែរហើយតែយើងដាំទឹកឲ្យពុះសិនណាបងប្អូនបន្ទាប់មកយើងបន្ថែមគ្រឿងចូលទៅត្មងទៅខ្ញុំដាក់ជាមួយនឹងដុំស៊ុបខ្នុរប៊ីចេងអំបិលបន្តិចហើយស្ករបន្តិចហើយត្មងខ្ញុំប្រើទឹកត្រីមួយកូនឡាព្រាបងប្អូនចាហើយបន្ទាប់មកទៀតយើងដាក់ផ្សិតចូលទៅមុនគេដោយសារតែផ្សិតវារៀងក្រឆ្អិនដែរមកធ្វើលឿនឆាប់បានញ៉ាំទេបងប្អូនអរគ្នាតែយើងផ្សំគ្រឿងហើយដាក់ស្លពុបនឹងបានញ៉ាំតែហ្មងហើយយើងញ៉ាំក្តៅហត់បែកញើសខ្ចាយបងប្អូនដោយសារតែវាហិលជូជូអញ្ចឹងណាបើថានេះត្រូវជាមួយនឹងឲ្យយើងអត់ស្រួលខ្លួនបងប្អូនអរគ្នាសាកធ្វើញ៉ាំទៅដឹងថាបានញ៉ាំហើយហត់បែកញើសខ្ចាយនឹងស្វាងចេះតែម្ដងបងប្អូនបន្ទាប់មកទៀតយើងផ្សំគ្រឿងដាក់តាមចំណូលចិត្តរបស់យើងមកហើយយើងដុសចំពោះតុងយ៉ាំនេះវិញបើយើងប្រើជាមួយនឹងក្រូចឆ្មាគឺកាន់តែឆ្ងាញ់ក្លិនវាឈ្ងុយមែនទែនមកនេះអ្នកផ្ទះខ្ញុំអាសាធ្វើញ៉ាំមែនទែនបងប្អូនអរគ្នាដោយសារតាវាធ្វើស្រួលហើយរសជាតិឆ្ងាញ់ទៀតញ៉ាំជូជូហិលបែកញើសខ្ចាយបន្ទាប់មកយើងដាក់ជាមួយនឹងបន្លែពេញប៉ោះហើយមានខ្ទឹមបារាំងហើយនឹងម្ទេសបុករបស់យើងចូលទៅហើយយើងបន្ថែមតែជាមួយនឹងជីមានម្រះប្រៅម្រះអីហ្នឹងបងប្អូនយើងដាក់អញ្ចឹងរសជាតិកាន់តែឆ្ងាញ់បងប្អូនក្លិនឈ្ងុយមែនទែននេះបន្ទាប់មកទៀតគឺឆ្អិនហើយយើងបិទភ្លើងតែប៉ុណ្្នឹងគឺរួចរាល់ហើយបងប្អូនអរគ្នាដូចថាយើងអត់ចង់ឲ្យបន្លែរបស់យើងឆ្អិនពេកតែបន្លែឆ្អិនពេកវាលួយអញ្ចឹងទៅគឺក៏អត់សូវឆ្ងាញ់ដែរនិយាយទៅចូលចិត្តបន្លែបែបច្របបងប្អូនគ្រាន់តែដាក់បន្លែចូលទៅហើយមកពុះគឺយើងប្រឡត់តែម៉ងទៅឃើញធ្វើតែមួយឆ្នាំងធំអញ្ចឹងតិចថាសល់អីទៅបងប្អូនចាធ្វើឲ្យដឹងតែអស់តែម្ដងដុសតាមម្នាក់មួយចានញ៉ាំហត់លេងហ្នឹងក៏អស់ដែរហើយណាមួយចូលចិត្តស្រស់ជាមួយមីទៀតឲ្យតែធ្វើមកកញ្ចប់មកដុសជាមួយនឹងតុងយ៉ាំយើងមួយចាននេះមកនិយាយពីថាជាតិនោះជាតិហើយបងប្អូនអរគ្នាហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណច្រើនបាយបាយ